សូមជូនរឿងឧបសាលកព្រាហ្មណ៍សត្វលោកមានការកាត់ស្លាប់ញឹកញាប់រាប់មិនអស់ក្នុងការកន្លងទៅហើយមានព្រាហ្មណ៍ម្នាក់ឈ្មោះឧបសាលកៈនៅក្នុងក្រុងរាជក្រឹស្នជាអ្នកប្រកាន់ខ្លួនថ្ងៃមួយគាត់បានប្រាប់ដល់កូនប្រុសរបស់គាត់ថាបើអញស្លាប់ទៅកូនឯងជួយចាត់ចែងបូជាសពអញត្រង់កន្លែងណាដែលមនុស្សទាំងឡាយមិនដែលបូជាមិនធ្លាប់ចោលសាកសពមិនធ្លាប់កប់សាកសពរបស់មនុស្សដទៃកូនឮដូច្នោះហើយក៏និយាយប្រាប់បិតាថាខ្ញុំមិនអាចដឹងទីកន្លែងដែលបរិសុទ្ធស្អាតមិនដែលមានបុគ្គលណាយកសាកសពទៅបូជាទៅកប់ទៅចោលទេហេតុនេះសូមបិតាចង្អុលប្រាប់ទីដែលបរិសុទ្ធនោះដល់កូនឧបសាលកព្រាហ្មណ៍បានចង្អុលទីលើកំពូលភ្នំកិច្ចកោតត្រង់ចន្លោះភ្នំទាំង3ហើយបាននាំកូនឡើងទៅលើកំពូលភ្នំចង្អុលប្រាប់ទីនោះដោយចប់សពគ្រប់ទើបនាំគ្នាចុះមកវិញដល់មកជើងភ្នំបានជួបនឹងឥសីមួយរូបជាអ្នកបានសម្រេចអភិញ្ញានិងសមាបត្តិឥសីឃើញជនទាំងពីរអ្នកនោះហើយក៏សួរថាមនាលព្រាហ្មណ៍អ្នកទាំងពីរនាំគ្នាមកពីណានឹងព្រាហ្មណ៍ជាកូនប្រាប់ឥសីថាខ្ញុំមកពីមើលទីដែលបរិសុទ្ធមិនដែលបុគ្គលណាយកសាកសពទៅកប់ឬទៅបូជាឬចោលនៅក្នុងទីនោះព្រោះបិតារបស់ខ្ញុំប្រាប់ថាដល់គាត់ធ្វើមរណកាលទៅឲ្យខ្ញុំយកទៅបូជានៅក្នុងទីដែលបរិសុទ្ធមិនដែលបុគ្គលណាគេយកសាកសពទៅបូជាទៅកប់ឬក៏ទៅចោលនៅក្នុងទីនោះឥសីលោករំលឹកជាតិបានក៏បបួលព្រាហ្មណ៍ទាំងពីរនាក់នោះត្រឡប់ទៅលើកំពូលភ្នំនោះម្ដងទៀតទៅដល់ហើយឲ្យព្រាហ្មណ៍ជាកូនចង្អុលបង្ហាញទីនោះឥសីឃើញហើយក៏រំលឹកជាតិរបស់ព្រាហ្មណ៍ដឹងដោយចប់សពគ្រប់ទើបនិយាយថាមនាលព្រាហ្មណ៍បិតារបស់អ្នកធ្លាប់កើតនៅក្នុងត្រកូលព្រាហ្មណ៍នាក្រុងរាជក្រឹស្ននេះមានឈ្មោះថាឧបសាលកៈដោយកាលឥឡូវនេះជាច្រើនជាតិមកហើយលុះស្លាប់ទៅបាននាំសាកសពមកបូជានៅក្នុងទីនេះចំនួន 14000 ជាតិហើយទើបលោកសម្ដែងគាថាប្រាប់ដល់ព្រាហ្មណ៍នោះថាឧបសាលកៈនាមានណាសហសានិចតុទេសៈអស្មੰបតេសិពឌានិណដ្ឋិលោកេអនាមតੰយមហេសច្ចពាធម្មោចៈអហិង្សាសញ្ញមោពមោអេតតរិយាសេវន្តិអេតាំងលោកេអនាមតੰព្រាហ្មណ៍ឈ្មោះឧបសាលកៈត្រូវគេបូជានៅក្នុងទីនេះ 14000 ជាតិហើយទីឋានដែលសត្វមិនធ្លាប់ស្លាប់តគ្នាឥតមាននៅក្នុងលោកទេសច្ចៈធម្មៈអហិង្សាសមញ្ញៈនិងតមៈទាំង5នេះមាននៅក្នុងទីណាព្រះអរិយៈទាំងឡាយតែងសេពនៅទីនោះឯងឈ្មោះថាអនាមតៈឥតមានសត្វស្លាប់តគ្នាឡើយព្រាហ្មណ៍ទាំងពីរនាក់ឮដូច្នោះហើយក៏លែងខ្វល់ខ្វាយក្នុងទីបូជាសពក៏ត្រឡប់ទៅផ្ទះរបស់ខ្លួនវិញរឿងនេះចប់តែប៉ុណ្ណេះសូមអរគុណ